อัฐบทស្ដាប់រឿងបងប្អូនពីរនាក់កាលពីយូរលង់ណាស់មកហើយមានបងប្អូនប្រុសពីរនាក់ស្រឡាញ់គ្នាណាស់ពុំដែលឆ្លោះតោះតែងគ្នាឡើយកាលណាបងប្រព្រឹត្តខុសអ្វីមួយប្អូនរំលឹកបងស្ដាប់និងធ្វើតាមដោយរីករាយចំណែកប្អូនក៏ដូចនោះដែរនៅពេលមួយនោះប្រទេសជាតិមានសង្គ្រាមនៅព្រំដែនបុរសបងក៏ត្រូវទៅបំពេញកាតព្វកិច្ចការពារជាតិពេលបងចេញទៅមិនតាន់បានប៉ុន្មានថ្ងៃផងដោយសេចក្តីនឹកព្រួយរលឹកបងខ្លាំងពេកបុរសប្អូនក៏លួចរត់ទៅរកបងនៅឯសមរភូមិទៅដល់សមរភូមិបុរសប្អូនឃើញបងកំពុងតែក្រវីដាវកាប់សត្រូវយ៉ាងអង់អាចជាមួយយុទ្ធជនដទៃទៀតប៉ុន្តែដោយតាប់សត្រូវមានគ្នាច្រើនក៏ឡោមព័ទ្ធបុរសបងនិងយុទ្ធជនដទៃទៀតចប់បុរសប្អូនឃើញគ្រោះអាសន្នដល់បងក៏គិតក្នុងចិត្តពេលនេះគ្រោះអាសន្នដល់ជីវិតបងប្រុសអញពំខានឡើយគាត់មានប្រពន្ធមានកូនតូចៗច្រើនអ្នកប្រសិនបើគាត់ស្លាប់ទៅក្មួយរបស់អញនឹងកំព្រាគ្មានឪពុកចំណែកអញខ្លួនមួយមិនអីទេស្លាប់ក៏ស្លាប់ទៅចុះហើយក៏ចាត់ទុកថាជាការលះបង់ដើម្បីជន់រួមឈាមនឹងប្រទេសជាតិរបស់អញផងដែរគិតដូចនេះហើយបុរសប្អូនក៏កន្ត្រាក់ដាវពីខ្មោចតបសត្រូវស្ទុះចូលទៅជួយបងប្រុសហើយស្រែកសូមបងប្រុសរត់យកទៅរួចខ្លួនសិនចុះទុកឲ្យខ្ញុំជាអ្នកទប់ទល់ជាមួយសត្រូវបងប្រុសមិនដាច់ចិត្តដកខ្លួនថយចោលប្អូននិងយុទ្ធជនដទៃទៀតឡើយជាភ័ព្វល្អតបជំនួយក៏មកដល់សត្រូវបាក់តបរត់កាត់ចាយវិនាសអន្តរាយអស់ពីសមរភូមិនាពេលនោះទៅដកស្រង់ពីសៀវភៅរឿងនិទានរបស់ក្រសួងអប់រំឆ្នាំ1982